ធ្លាប់តើរដងនៅពេលដែលខ្ញុំទៅទិញ oyster គេញ៉ាំអត់ចាំបាច់ប្របាហត់ដូចខ្ញុំទិញយកមកធ្វើខ្លួនឯងទេបងប្អូនបានន័យថាចេះកាលពីខ្ញុំនៅស្រុកខ្មែរពេលដែលខ្ញុំចង់ញ៉ាំ oyster ប្រហែលគ្រប់ក៏បានដែរគេគាត់គេលាងឲ្យខ្ញុំមកស្អាតយកមកគឺញ៉ាំតែម្ដងតែមកនេះវិញគេលក់មួយ dozen បានន័យថាមួយ dozen ហ្នឹងគឺស្មើនឹង1គីឡូអ្នកទាំងអស់គ្នាអញ្ចឹងបើសិនតែយើងចង់ញ៉ាំចង់អីគឺយើងត្រូវទិញយកមកកោះខ្លួនឯងបងប្អូនវេទនាខ្លាំងណាស់មកគាត់បានមួយហើយខ្ញុំមិនមែនជាអ្នកជំនាញកោះ oyster អីទេលើកទី1សម្រាប់ខ្ញុំហ្មងទិញមកគឺកោះឆៅហ្មងកោះលំបាក់កូនកបិតអស់មួយណាឥឡូវនេះយកកបិតធំមកកោះម្ដងដឹងដោយសារអីបងប្អូនវាកោះវាអត់ចេញដល់ពេលឥឡូវហ្មងកោះបានមួយចំណាយពេលមកគ្រាប់នេះខ្ញុំចំណាយពេលដល់ចង់5 10នាទីទៅ20នាទីហ្មងបានមួយអញ្ចឹងបានថាគេចេះជំនាញខាងកោះ oyster គេកោះមកដល់2នាទីផងឯងកោះមួយនឹងស៊ីពេលឡើងចង់ប្រហែល5 10នាទី20នាទីបងប្អូននៅល្មមបានកោះមួយល្មមដល់អស់នេះគឺថាចង់2ម៉ោងជាងបងប្អូនតែឥឡូវមានអីនេះកោះចេញមកសាច់ oyster របស់គេល្អហ្មងណាហើយតម្លៃគេគួរសមដែរហ្នឹងធ្លាប់ទៅទិញញ៉ាំស្រាប់ដល់ពេលមកដល់នេះបើពិសោធន៍ជីវិតថ្មីរៀនកោះ oyster អីចឹងមួយយ៉ាងដែរតានេះបងប្អូនកោះហើយលើឡាមកកធុនហ្មងនេះ